Namathu Ratanatayasa ខ្ញុំព្រះករុណាសូមនមស្ការចំពោះប្រជុំ3នៃព្រះត្រៃរតន៍សូមនមស្ការចំពោះលោកម្ចាស់ព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមចម្រើនពរលោកអ្នកសាធុសប្បុរសពុទ្ធបរិស័ទជិតឆ្ងាយគ្រប់គ្នាទាំងអស់នេះគឺជាសកម្មភាពដែលខ្ញុំគណៈអាត្មាភាពបានចាត់ចែងដឹកនាំក្រុមជាងចាក់សាបេតុងនៅក្នុងទីអារាមវត្តបុប្ផាវតីក្នុងឃុំផុងស្រុកបរសែតខេត្តកំពង់ស្ពឺឆ្លៀតឱកាសនេះដែរខ្ញុំគណៈអាត្មាភាពក៏សូមពិតក៏ដូចជាចម្រើនពរលោកម្ចាស់ព្រះថេរានុថេរៈគ្រប់ព្រះអង្គញោមញាតិសាធុសប្បុរសជិតឆ្ងាយទាំងអស់ជ្រាបថាអារាមវត្តបុប្ផាវតីគឺជាអារាមមួយដែលមានភាពអត្តខាតខ្សត់ខ្សោយខ្វះខាតខ្លាំងដល់តែមែនទែនដោយដែលលោកម្ចាស់ញោមញាតិសាធុសប្បុរសបានឃើញនៅក្នុងរូបភាពនេះស្រាប់ហើយដើម្បីរក្សាពេលវេលាកុំឲ្យកន្លងទៅអស់ច្រើនពេកចឹងខ្ញុំគណៈអាត្មាភាពក៏សូមនិយាយដោយខ្លីដោយចំដោយត្រង់តែម្ដងទៅគឺសូមចម្រើនពរញោមញាតិសាធុសប្បុរសទាំងអស់ចិត្តឆ្ងាយយ៉ាងណាក្តីក្នុងស្រុកក្រៅស្រុកក្តីក្នុងប្រទេសក្រៅប្រទេសក្តីមេត្តាចូលរួមជួយចាប់កុសលផលបុណ្យក្នុងការចាក់សាបនេះឲ្យមានការប្រព្រឹត្តទៅដោយរលូនផងហើយកិច្ចការកសាងចាក់សាបបេតុងនេះទៀតសោតគឺដោយយើងមានការនិយាយគ្នាពិភាក្សាគ្នាជាមួយក្រុមជាងហ្នឹងហើយដោយមិនទាន់មានបច្ច័យឲ្យពួកគាត់ចឹងទេសូមឲ្យគាត់មានការយោគយល់ដោយឲ្យគាត់ចាក់ជាបណ្ដើអញ្ចឹងសិនទៅហើយជាមួយនឹងខាងគ្រឿងសំណង់គេក៏យើងមានការសុំគាត់ឲ្យមានការយោគយល់ដែរថាសុំឲ្យគាត់នឹងផ្ដល់នៅគ្រឿងសំណង់ឲ្យមកធ្វើសិនទម្រាំតែថ្ងៃណាដែលយើងសន្សំបច្ច័យសន្សំថវិកាបានបន្តិចម្ដងអញ្ចឹងទៅចេះតែឲ្យគាត់នឹងបដោះឬក៏គេហៅថាបងរំលោះភាសាយើងបច្ចុប្បន្នណានឹងរំលោះជាជំហានអញ្ចឹងទៅបើថាយ៉ាងយូរដល់ពេលមានបុណ្យទានដូចជាកឋិនជុំបិណ្ឌចូលឆ្នាំអីជាដើមហើយបុណ្យទាននេះទៀតសោតក៏មិនមានគ្រប់ឲ្យគាត់ទាំងអស់នោះដែរដោយសារថាបុណ្យទានម្ដងមកកាលហ្នឹងគឺក៏ប្រមូលបច្ច័យបានបន្តិចបន្តួចដែរនោះទេហ្នឹងហើយมันគ្រប់ថ្លៃជាងថ្លៃគ្រឿងសំណង់ឯនោះទេហើយចឹងទេមានតែចម្រើនពរញោមញាតិសាធុសប្បុរសទាំងអស់ហ្នឹងហើយចូលរួមតាមកម្លាំងសទ្ធាហ្នឹងហើយជួយអារាមដល់កំសត់កំរមួយនេះផងទៅចោះហ្នឹងហើយអាត្មាភាពក៏មិនមានអ្វីច្រើននោះដែរចឹងទេជាចុងបញ្ចប់នេះក៏សូមប្រសិទ្ធពរជ័យបវរសួស្តីស្រីមង្គលវិបុលសុខគ្រប់ប្រការចូលកើតមានដល់ញោមញាតិសាធុសប្បុរសទាំងអស់ជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនប្រកបទៅដោយពុទ្ធពរទាំងឡាយ4គឺអាយុវណ្ណៈសុខៈពលៈព្រមដោយសម្បត្តិ3គឺមនុស្សទេវតាព្រះនិព្វានញោមញាតិសាធុសប្បុរសទាំងអស់ប្រាថ្នានៅពុទ្ធពរណាសម្បត្តិណាក៏សូមឲ្យបានសម្រេចបបោដូចសេចក្តីប្រាថ្នាក៏សូមអនុមោទនា